ទី1 take the bull by its horns take the bull by its horns ចាប់គោហ្នឹងឲ្យចាប់ស្នែងវាឲ្យជាប់សុភាសិតនេះគឺចង់មានន័យថាបើសិនជាយើងមានបញ្ហាណាមួយយើងត្រូវប្រឈមមុខជាមួយបញ្ហាហ្នឹងតែម្ដង take the bull by its horns horns ហ្នឹងគឺស្នែងរបស់គោជុលបងប្អូនប្រហែលជាធ្លាប់ឃើញគេលេងសម្ដែងហ្នឹងគោហត់ជុលកណាត់ក្រហមHe who fears suffers twice He who fears suffer twice បុគ្គលណាដែលមានភាពភ័យខ្លាចគឺនឹងរងគ្រោះពីរដងមនុស្សយើងពេលខ្លះអាបញ្ហាដែលយើងជួបប្រឈមនឹងអត់ប្រមាណទេប៉ុន្តែអាការគិតរបស់យើងទេដែលយើងគិតថាបញ្ហានោះវាធំខ្លាំងពេកហើយយើងយកវាមកដាក់ក្នុងចិត្តយើងយូរពេកចឹងទៅវាធ្វើឲ្យបញ្ហាដែលអត់ប្រមាណហ្នឹងវាទៅជាប្រមាណបណ្ដោយចាំមានន័យថាបើសិនជាយើងមានបញ្ហាយើងទៅប្រឈមជាមួយវាហ្មងបើសិនជាយើងត្រូវរងគ្រោះតែម្ដងពេលប្រឈមហ្នឹងទេប៉ុន្តែដោយសារយើងឡើងតែភ័យពេកយើងរងគ្រោះជាមួយភាពភ័យខ្លាចនឹងម្ដងហើយស្រាប់ដល់យើងទៅប្រឈមមួយបញ្ហាហ្នឹងហើយយើងរងគ្រោះម្ដងទៀតទៅជាពីរដងម្ដង He who fears suffer twice សុភាសិតមួយទៀតគឺ Fortune favors the brave Fortune favors the brave សុភាសិតមួយនេះបើសិនខ្ញុំចាំអត់ខុសគឺលោកស្រីម្នាក់ដែលជាគណៈកម្មការក្នុងកម្មវិធី American Idol ឆ្នាំណាទេខ្ញុំធ្លាប់មើលគាត់និយាយទៅកាន់បេក្ខជនម្នាក់ដែលបេក្ខជនហ្នឹងឡើងទៅលើឆាកគាត់ហ៊ានច្រៀងហៀងហួរមិនខ្លាំងចឹងណាហើយគណៈកម្មការហ្នឹងគាត់ស្រឡាញ់បេក្ខជនហ្នឹងពេកគាត់និយាយចឹងគាត់ថា Fortune favors the brave ន័យវាគឺចង់មានន័យថាភាពជោគជ័យជាទូទៅច្រើនតែហុចទៅអល់នរណាគេម្នាក់ដែរមានភាពក្លាហាន Fortune favors the brave Fortune ហ្នឹងគឺទ្រព្យសម្បត្តិភាពជោគជ័យ favors ហ្នឹងគឺមានភាពលំអៀងឬក៏ហុចទៅឲ្យនរណាគេម្នាក់អញ្ចឹង the brave ហ្នឹងអ្នកណាគេដែរក្លាហាន Fortune favors the brave អញ្ចឹងសុភាសិតនេះគឺលើកទឹកចិត្តសភៅ motivation ក្រោយៗនេះអត់សូវចូលចិត្តប្រើសុភាសិតរឿងវែងៗអញ្ចឹងទេពេលខ្លះគេប្រើខ្លីៗហ្មងន័យស្តៀងដូចខ្ញុំបាននិយាយមិញខាងលើហ្នឹងណាសភៅលើកទឹកចិត្តឥឡូវនេះគេច្រើននិយាយថា dare to dream ឲ្យយើងមានភាពក្លាហានក្នុងការមានក្តីសម័យរបស់ខ្លួនឯង dare to dream ន័យគឺដដែលទេគឺជំរុញលើកទឹកចិត្តឲ្យយើងមានភាពក្លាហាន fear ភាពភ័យខ្លាចភាពក្លាហានក្នុងភាសាអង់គ្លេសគេប្រើពាក្យថា courage បងប្អូនណាចេះសុភាសិតផ្សេងទៀតទេតែនៅក្នុងគំនិតមួយដែលយើងចង់និយាយភាពភ័យខ្លាចភាពក្លាហានហ្នឹងបើចេះជួយ comment ប្រាប់ខ្ញុំផងហើយបើដឹងសុភាសិតខ្មែរយើងក្នុងន័យនេះដែរក៏ជួយប្រាប់ខ្ញុំដែរ comment កុំវីដេអូនេះមក